ថ្ងៃនេះខ្ញុំសូមនិយាយពីបទពិសោធន៍ការចុះឈ្មោះតាមក្រុមហ៊ុនផ្សេងពាក់ព័ន្ធជាមួយនឹងវិស័យទិញលក់មាសបងប្អូនណាក្រុមហ៊ុនខ្លះយកតែអត្តញ្ញាណប័ណ្ណទេក្រុមហ៊ុនខ្លះគឺតម្រូវឲ្យមានអត្តញ្ញាណប័ណ្ណតម្រូវមានលេខទូរស័ព្ទមានរបាយការណ៍ធនាគារអីចឹងទៅហើយនិយាយរំក្រុមហ៊ុនក្រោយនេះគឺខ្ញុំគេទាមទារខ្ញុំគឺអត្តញ្ញាណប័ណ្ណលេខទូរស័ព្ទហើយនិងរបាយការណ៍ធនាគារមួយខែចុងក្រោយខ្ញុំក៏សួរគេអស់គ្រប់ជ្រុងជ្រោយទាំងអស់ទី1ខ្ញុំសួរគេថាតើយកឯកសារទាំងអស់ហ្នឹងយកទៅធ្វើអីគេឆ្លើយមកគឺទី1អត្តសញ្ញាណប័ណ្ណយកមកផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍ធនាគារតើឯកសារទាំងពីរហ្នឹងឈ្មោះតែមួយឬក៏អត់ឯកសារហ្នឹងគឺឈ្មោះតែមួយឬក៏អត់ប្រសិនបើឯកសារហ្នឹងអត់ឈ្មោះតែមួយឬក៏ខុសប្រក្រតីណាមួយគឺគេអត់បើក account ឲ្យតែម្ដងគឺគេអត់បើកឲ្យតែម្ដងគឺគេអត់បើកឲ្យទេពីព្រោះគេខ្លាចយើងយកព័ត៌មានអ្នកដទៃយកមកខ្លែងបន្លំដើម្បីចូលមកទិញលក់ដើម្បីជាលក្ខណៈខ្លែងបន្លំអញ្ចឹងក្រុមហ៊ុនខ្លះគេធ្វើដោយសុក្រិតបានថាធ្វើដោយម៉ត់ចត់គឺគេទាមទារទាំងអត្តញ្ញាណប័ណ្ណរបស់យើងលេខទូរស័ព្ទរបស់យើងបូករួមទាំងរបាយការណ៍ធនាគាររបស់យើងដើម្បីផ្ទៀងផ្ទាត់គេបើក account ប្រៀបដូចជាបើករបាយការណ៍ធនាគារយើងអញ្ចឹងប្រៀបដូចគេបើកកុងធនាគារយើងមួយថ្មីអញ្ចឹងរាល់ការទិញលក់នៅពេលដែលយើងដាក់លុយគឺចេញពី account របស់យើងឬចេញពី account ណាផ្សេងក៏បានដែរពេលដែលដាក់លុយតែនៅពេលដែលដកនៅពេលដែលយើងចំណេញនៅពេលដែលយើងដកលុយបើកាលណាខុសប្រក្រតីឧទាហរណ៍ថាឥឡូវប្រពន្ធចុះឈ្មោះប្រពន្ធអីប្រពន្ធទាំងអស់ចៃដន្យអីប្តីយកអា account ប្រពន្ធហ្នឹងយកអា website របស់ប្រពន្ធហ្នឹងទៅលួចដកលុយរបស់ប្រពន្ធហើយដាក់កុងខ្លួនឯងលួចដាក់កុងខ្លួនឯងគ្រាន់តែដូរភ្លាមបងប្អូនដកអត់បានគឺបងប្អូនដកលុយអត់បានតែម្ដងតើតែបងប្អូនផ្ទេឬក៏បដូរ account របស់បងប្អូនធនាគាររបស់បងប្អូនដែលឈ្មោះដូចនឹងអត្តញ្ញាណប័ណ្ណដូចនឹងព័ត៌មានពីដើមបានណាព័ត៌មានតាំងពីដើមមករងម៉េចគឺត្រូវតែអញ្ចឹងហើយតែហ៊ានតែដូរគឺដឹងតែគេអត់បើកឲ្យទេមុននឹងក្រោយគេបើកឲ្យក៏ប៉ុន្តែគេនឹងសួរតល្អោះមូលហេតុអីបានយើងដូរដោយសារអីបញ្ហាអីតែដាច់ខាតគឺត្រូវតែឈ្មោះតែមួយអត្តញ្ញាណប័ណ្ណហ្នឹងតែមួយហើយរបាយការណ៍ធនាគារហ្នឹងតែមួយអាហ្នឹងគឺគេដកលុយឲ្យឯងអាហ្នឹងមានន័យថាគឺជាសុវត្ថិភាពរបស់មនុស្សម្នាក់អត់មានអ្នកណាម្នាក់អាចលួច hack account អីណាទៅផ្ទេរលុយបានអីបាន no អត់មានសិទ្ធអញ្ចឹងតាំងពីខ្ញុំបង្កើត account នឹងក្រុមហ៊ុននឹងមកគឺវាចូលច្រើនឆ្នាំអត់ដែលឃើញមានបញ្ហាអីទេការដាក់លុយការដកលុយគឺស្រួលហើយវាបានន័យថាអត់មានណាគេដឹងយើងដាក់លុយប្រមាណក៏គេអត់ដឹងយើងដកលុយប្រមាណក៏អត់មានអ្នកណាគេដឹងដែរដឹងតែពួក finance នេះអាហ្នឹងដឹងនៅពួក finance គេដឹងតែសម្រាប់ថាអ្នកផ្សេងទៀតដឹងថាយើងដាក់លុយដកលុយ no យើងអត់មានចាំបាច់លក្ខណៈដោយក្រុមហ៊ុនខ្លះបងខ្ញុំត្រូវការដកលុយប៉ុណ្ណេះបងជួយដកខ្ញុំផងណាមានយល់មានណានៅក្នុងស្រុកខ្មែរយើងគឺមានចង់ដកលុយអីចឹងទៅប្រាប់គេប្រាប់ថាបងខ្ញុំសុំដកលុយណាខ្ញុំសុំដកចំនួន 4-5 ពាន់ខ្ញុំសុំដកចំនួន 10000តលតែសុំគេបានគេរៀបចំដកឲ្យយើងណាតែសម្រាប់អ្វីដែលខ្ញុំធ្វើរាល់ថ្ងៃនេះអត់ចាំបាច់ទេដាក់លុយខ្លួនឯងចិនលេងចំណេញទិញលក់ចំណេញដកលុយខ្លួនឯងហើយចូលមកដោយស្ងាត់ស្ងៀមហ្មងអត់មានខ្វល់អីទាំងអស់
ចេញចូលគឺខ្លួនឯងទាំងអស់សុវត្ថិភាពខ្លួនឯងអត់មានទៅពឹងអ្នកណាអីមកដកពឹងអ្នកនេះដកពឹងនៅនោះដកអត់ទេអាហ្នឹងអត់ចាំបាច់ទេអញ្ចឹងមានក្រុមហ៊ុនយើងនៅក្នុងស្រុកខ្មែរយើងមកច្រើនដែរដែលមុននឹងដកលុយបានក៏តតាសុំគេហើយតស្នើសុំគេដកបានតែសម្រាប់ខ្ញុំរាល់ថ្ងៃនេះគឺអត់ទេខ្ញុំត្រូវការដកលុយខ្ញុំចូលទៅក្នុង website request ដកលុយព្រឹប 4-5 នាទី 4-10 នាទីក្រោយប្រុចចូលដល់ភ្លាមតែបើលុយចំនួនច្រើនគេត្រូវការ verify ឯងបើថាចំនួនលុយនោះច្រើនគេត្រូវការឆែកសិនតែនៅតែចូលចឹងក្នុងរយៈពេលកាន់ថា 3-4 ម៉ោងក្រោយអីចឹងទៅលុយ 4-10-20 ម៉ឺនក៏ដោយព្រោះខ្ញុំដកពេលខ្លះខ្ញុំដក 50000 ដក 30000 ដក 20000 អីចឹងទៅវាទៀងទេអញ្ចឹងអាហ្នឹងដូចខ្ញុំនិយាយចឹងអ្វីដែលច្បាស់លាស់យើងចូលទៅតែអ្វីដែលយើងធ្វើឲ្យនៅឡៃពឹងអ្នកនេះពឹងអ្នកនោះសុំជួយដកសុំអីចេះសុំអីចុះហ្នឹងអាហ្នឹងបងប្អូនគិតខ្លួនឯងទៅគេដឹងតិន្ន័យរបស់យើងទាំងអស់ហ្នឹងបើកាលណាយើងសុំគេដកបើនេះថាគេដឹងតិន្ន័យរបស់យើងទាំងអស់យើងដកលុយប្រមាណយើងមានលុយប្រមាណយើងចូលលុយប្រមាណយើងបញ្ចូលប្រមាណយើងបញ្ចេញប្រមាណយើងដកប្រមាណប្រចាំថ្ងៃហ្នឹងយើងចំណេញប្រមាណខាតប្រមាណគេដឹងយើងទាំងអស់ហ្នឹងតែបើសម្រាប់ខ្ញុំសួរថាពួកអ្នកទាំងអស់ហ្នឹងគាត់ដឹងថាខ្ញុំដាក់ប្រមាណដកប្រមាណដែរអត់ដឹងទេគឺសុក្រិតណាគឺអត់មានអ្នកណាដឹងទាំងអស់គឺ private ទាំងអស់ហ្មងយល់ private សុទ្ធទាំងអស់ហ្មងអញ្ចឹងមិនខ្ញុំសុខចិត្តលែងដូរក្រុមហ៊ុនខ្ជិលដូរដោយសារអីដាក់ក៏ស្រួលដកក៏ស្រួលហើយអត់មានខ្វល់ខ្វាយទៅពឹងអ្នកនេះពឹងអ្នកនោះអីទេអត់ចាំបាច់ពឹងទេគឺដកដាក់ខ្លួនឯងយ៉ាងស្រួលបំផុត